មានតែពោះញ៉ាំម្ជូររាល់ថ្ងៃប៉ះពាល់ដល់ការលូតលាស់របស់កូនអត់នេះគឺជាសំណួរ comment របស់ fan នៅក្នុង TikTok ដែលគាត់តែងតែសួរអ្នកគ្រូជាប្រចាំចាតាក់ទងជាមួយនឹងរបបអាហាររបស់ស្ត្រីការញ៉ាំម្ជូរជាការពិតណាស់ស្ត្រីចាញ់គឺចូលចិត្តញ៉ាំហើយការញ៉ាំជាប្រចាំរាល់ថ្ងៃតើវាប៉ះពាល់អត់ទី1សម្រាប់ម្ដាយគឺអាចធ្វើឲ្យយើងមានបញ្ហាចុកឆ្អល់ខ្លះអាចប្រឈមមុខជាមួយបញ្ហារាគក្អួតជាដើមពោះម្ជូរនៅពេលដែលយើងញ៉ាំអាចញ៉ាំមួយអំបិលហឹរអីជាដើមគឺវាប៉ះពាល់ច្រើនទៅដល់សុខភាពស្ត្រីមានតែពោះហើយសួរថាម្ជូរចាវាមានសារធាតុចិញ្ចឹមអត់តើវាប៉ះពាល់ដល់ការលូតលាស់របស់កូនអត់ច្បាស់ជាប៉ះពាល់ហើយប្រសិនបើស្ត្រីញ៉ាំម្ជូរច្រើនហើយយើងអត់បានញ៉ាំអាហារល្អឬមួយក៏អាហារដែលជំនួយទៅដល់សុខភាពស្ត្រីជាប្រចាំជារៀងរាល់ថ្ងៃបានគ្រប់គ្រាន់ទេវាអាចជះឥទ្ធិពលទៅដល់បញ្ហាវិបត្តិនៃការលូតលាស់របស់ទារកក្នុងផ្ទៃចាកូនអត់អាចគ្រប់គីឡូឬមួយក៏ប៉ះពាល់ទៅដល់សុខភាពទូទៅរបស់គាត់ផងដែរអញ្ចឹងត្រឡប់មកវិញសម្រាប់អ្នកម៉ាក់ដែលកំពុងតែអនុវត្តបែបនេះសូមឈប់ហើយផ្អាកណាកាត់បន្ថយការញ៉ាំម្ជូរឲ្យបានច្រើនកាលណាល្អកាលហ្នឹងពួកយើងដឹងហើយស្ត្រីមានតែពោះមានការប្រែប្រួលច្រើនមានបញ្ហាសុខភាពក្នុងរពេលមានតែពោះនឹងក៏ច្រើនដែរចុករយចកេះឆ្អល់តលណែនអីអាហ្នឹងយើងសិតតែជួបយើងសិតតែដឹងហើយណាអញ្ចឹងអ្នកម៉ាក់ដែលកំពុងអនុវត្តគួរផ្លាស់ប្ដូរបើយល់ថាវីដេអូរបស់អ្នកគ្រូល្អសូម share ជួយចែករំលែកទៅដល់ម៉ាក់ផ្សេងទៀតដែលគាត់កំពុងតែអនុវត្តបែបនេះចា៎អរគុណច្រើន